ខ្ញុំបាទសូមជម្រាបសួរដល់បងប្អូនខ្មែរប្រជាពលរដ្ឋខ្មែរទាំងក្រុងនិងខ្នាតប្រទេសទាំងអស់ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋខ្មែរអាមេរិករស់នៅក្នុងទីក្រុងតាកូម៉ារដ្ឋ Washington State ហើយជាសមាគមតំណាងនៅក្នុងអង្គការសម្លេងខ្មែរដើម្បីប្រជាធិបតេយ្យឬក៏ The Voice of Democracy ថ្ងៃនេះគឺយើងស្លៀកពាក់ខ្មៅនេះក្នុងគោលបំណងទី1គឺយើងគ្រប់គ្រងនិងទាមទារជាដាច់ខាតឲ្យរដ្ឋាភិបាលហ៊ុនសែននិងក្រមតុលាការនៃខាងរបស់រដ្ឋាភិបាលនេះត្រូវដោះលែងសកម្មជនអ្នកទោសនយោបាយទាំងអស់ហើយនិងសកម្មជនសិទ្ធិមនុស្សដែលកំពុងត្រូវចាប់ចងក្រោមអំណាចផ្ដាច់ការរបស់តុលាការអយុត្តិធម៌នេះទី2គឺយើងសូមផ្ញើសារទៅដល់បងប្អូនជារដ្ឋខ្មែរទូទាំងពិភពលោកគឺនៅគ្រប់ទីកន្លែងសូមឲ្យស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅនេះរាល់ថ្ងៃច័ន្ទធ្វើជាយុទ្ធនាការនេះដើម្បីទាមទារឲ្យអង្គការសមាគមអន្តរជាតិនិងអង្គការសហប្រជាជាតិនៅប្រទេសដែលជាហត្ថលេខីទាំងអស់ឲ្យដឹងបានស្វែងយល់អំពីព្រឹត្តិការណ៍ដែលរំលោភសិទ្ធិមនុស្សយ៉ាងព្រាយផ្សាយធ្ងន់ធ្ងររហូតទៅដល់បច្ចុប្បន្ននេះគឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅហើយទី3គឺយើងសូមផ្ញើសារទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរងទុក្ខវេទនាក្រោមការគៀបសង្កត់ជាង30ឆ្នាំក្រោមរបបផ្ដាច់ការហ៊ុនសែននេះឲ្យបងប្អូនក្រោកឈរឡើងដើម្បីវាទាសេរីភាពហើយផ្ដាំថាបងប្អូនខ្មែរនៅក្រៅប្រទេសនៅគ្រប់ទីកន្លែងគឺថាមានការឈឺឆ្អាលហើយនឹងប្រឹងប្រែងក្រោកឡើងតស៊ូគ្រប់ពុះពៀឧបសគ្គទាំងអស់ដើម្បីព្យាយាមបញ្ចេញនៅសិទ្ធិសេរីភាពនិងផ្ដល់ព័ត៌មានទៅដល់អង្គការសហជីវជាតិនិងសហគមន៍យុរ៉ុបជាពិសេសសហរដ្ឋអាមេរិកដែលជាបេតាប្រជាធិបតេយ្យហើយខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនដែលបានជួបជុំគ្នាថ្ងៃនេះហើយយើងនឹងធ្វើយុទ្ធនាការនេះរហូតដល់យើងបានឲ្យសកម្មជនបងប្អូនខ្មែរដែលអ្នកទស្សនយោបាយនិងអ្នកសកម្មជនសិទ្ធិមនុស្សទាំងអស់បានរួចរំដោះពីទុក្ខសោកនាដកម្មនៅក្រោមរបបផ្ដាច់ការហ៊ុនសែនសូមអរគុណយើងខ្ញុំជាស្ត្រីទាំងអស់ថ្ងៃនេះសូមចូលរួមគាំទ្រយ៉ាងសកម្មនៅសកម្មជនសិទ្ធិមនុស្សនិងសកម្មជនបង្កក់និងទីកន្លែងផ្សេងទៀតដែលមានការរំលោភសិទ្ធិមនុស្សដីធ្លីក្រោមរបបផ្ដាច់ការហ៊ុនសែននិងបកពួកហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងសកលលោកសូមជួយគាំទ្រក្រោកឈរឡើងទាំងអស់គ្នាដើម្បីការពារជាតិមាតុភូមិខ្មែរយើងឲ្យបានគង់វង្សសូមអរគុណដោះលែងសកម្មជនខ្មែរស្នេហាជាតិដោយគ្មានលក្ខខណ្ឌ